ចំណុចទី2ដែលអាដាមហ៊ុនម៉ាណីលើកឡើងបាទតកតងជាមួយនឹង Nation and People First នេះបាទក៏ជាគំនិតមួយបាទដែលយើងហៅថាជាគំនិតរបស់អ្នកស្នេហាជាតិរបស់យើងដែរបាទខ្ញុំបានតាមដានទៅគឺលោកបានលើកឡើងតកតងនឹង3ចំណុច Nation and People First ជាតិនិងប្រជាជនមុននេះបាទគឺបង្កប់នៅន័យថាទី1គឺជាក្តីស្រឡាញ់សម្រាប់កម្ពុជាទី2គឺជាមោទនភាពជាតិហើយនិងទី3គឺការចងចាំនៅគាត់ប្រើពាក្យថាភាពឈឺបាទអញ្ចឹងការឈឺនេះជាការឈឺចាប់ចំពោះសោកនាដកម្មដែលកម្ពុជាយើងបានឆ្លងកាត់ហើយតាមរយៈនេះយើងក៏បង្ហាញនៅក្តីអាណិតក្តីស្រឡាញ់សម្រាប់កម្ពុជាយើងដែរអញ្ចឹងយើងបានដឹងទាំងអស់គ្នាថាកម្ពុជាយើងបានឆ្លងកាត់ថ្មីនេះបាទនៅសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសថៃបាទហើយដែលជាមួយថៃនេះមិនត្រឹមតែជារឿងសង្គ្រាមឈ្លានពានទេប៉ុន្តែវាក៏ជាការប្រមាថចំពោះប្រទេសកម្ពុជាយើងដែរបាទហើយទៅតាមរយៈនេះគឺយើងក៏មិនត្រូវភ្លេចដែរបាទប៉ុន្តែក្នុងពេលជាមួយគ្នាយើងសម្ដែងនៅការដឹងគុណចំពោះវីរៈកងទ័ពរបស់យើងចំពោះវីរៈយុទ្ធជនរបស់យើងដែលលោកបានពលីខ្លះទៀតក៏បានខិតខំប្រឹងប្រែងដើម្បីការពារប្រទេសជាតិរបស់យើងបាទអញ្ចឹងការដែលយើងបានរៀបចំជាអត្ថបទសម្រាប់ឧទ្ទិសជូនទៅដល់វីរៈកងទ័ពវីរៈយុទ្ធជនរបស់យើងក៏ដូចជាដើម្បីអរគុណបាទដឹងគុណដល់ពួកគាត់នេះបាទគឺវាជាការបង្ហាញនៅភាពកតញ្ញូដែរប៉ុន្តែក្នុងពេលជាមួយគ្នាក៏បង្ហាញនៅស្មារតីស្នេហាជាតិស្មារតីស្រឡាញ់ជាតិហើយនឹងសាមគ្គីភាពរបស់ពួកយើងទាំងអស់គ្នាក្នុងនាមជាខ្មែរទាំងអស់គ្នាដែរបាទអញ្ចឹងខ្ញុំចាំនៅអ្វីដែលជាគោលគំនិតរបស់អាយដាមហ៊ុនម៉ាណីហើយភ្ជាប់ជាមួយនឹងអត្ថបទព្រឹត្តិបត្តិលេខពិសេសរបស់យើងនេះបាទគឺវាធ្វើឲ្យជាការរំលឹកមួយប៉ុន្តែមិនគ្រាន់តែជាការរំលឹកទេប៉ុន្តែជាអ្វីមួយដែលពួកយើងត្រូវតែអនុវត្តត្រូវតែធ្វើត្រូវតែប្រកាន់ភ្ជាប់ទាំងអស់គ្នាដែរបាទ